សូមដេញជួអំពីវនីវឲ្យជួយទិញស្រូវថ្មីធ្វើអំបុកឬទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពនិងជនភៀសសឹកសូមដេញជួហ៊ុនសែនបានអំពីវនីវឲ្យសប្បុរសជនជួយទិញស្រូវថ្មីកំពុងច្រូតកាត់ធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកក្រោយសំណុំពរយុវជនម្នាក់ពីសមរភូមិតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃពុធទី10ធ្នូនេះសម្ដេចតេជោហ៊ុនសែនបានចេញសារផ្ដាំផ្ញើសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននឹងកំពុងឈរជើងការពារទឹកដីដ៏អង្អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពួកចៅឈ្លានពានទឹកដីសម្ដេចក៏សូមចូលរួមការលំបាកជាមួយនឹងបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារការឈ្លានពានរបស់ពួកចៅសម្ដេចក៏សូមអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹកសម្ដេចតេជោហ៊ុនសែនមានប្រសាសន៍ថាសម្ដេចបានឃើញសំណុំពរយុវជនម្នាក់ពីសមរភូមិថាសមជួយជាអំបុកល្អជាងជួយមីសម្ដេចយល់ថាសំណុំពរនេះសមហេតុសមផលតែសម្ដេចយល់ថាការផ្ដល់ជាមីនៅតែបន្តជួយនិងផ្ដល់អំបុកបន្ថែមសម្ដេចតេជោបន្តឡើងថាស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹកសម្រាប់ការវេចខ្ចប់គួរធ្វើត្រឹម1កញ្ចប់ត្រឹម1គីឡូឬ2គីឡូសម្រាប់យុវជនម្នាក់ៗយកតាមខ្លួនប្រសិនដាក់ជាបាវឬក៏រងលំបាកដល់ការចែកចាយនៅតាមផ្សារជួរមកសម្ដេចជួមានប្រសាសន៍បន្ថែមថាទទួលទានអំបុកស្រូវថ្មីវាសត្រូវឈ្លានពាន